ក្រម Code of Conduct COC បឋមសម្រាប់ទប់ស្កាត់មិនឲ្យមានភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាចេញបង្ហាញជាសាធារណៈសេវាត្រួតពិនិត្យគុណភាពខ្យល់អាកាសនៅក្នុងទីក្រុងប៉េកាំងបានប្រែក្លាយទៅជាអាជីវកម្មមួយជនជាតិដើមឥណ្ឌូនេស៊ីនៅតែរងចាំដីព្រៃដែលបានសន្យាលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ទាំងនេះក្រោយព័ត៌មានអន្តរជាតិដែលផ្សាយផ្ទាល់ដោយលោកភីសុភាដានិងកញ្ញាស្រីលក្ខណាចាសសូមអញ្ជើញលោកសុភាដាជាមុនបាទសូមអរគុណពេជ្រណាសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសមួយដែលអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថាបានសម្លាប់ជនស៊ីវិលច្រើនជាង100នាក់ក្នុងអំឡុងពេលវាយប្រយុទ្ធដើម្បីដណ្ដើមយកទីក្រុងម៉ូស៊ូលពីពួកជ្រុលនិយមក្រុមរដ្ឋអ៊ីស្លាមមន្ត្រីរដ្ឋាភិបាលអាមេរិកបានទទួលស្គាល់អំពីរឿងនេះប៉ុន្តែនៅថ្ងៃអាទិត្យនេះជនស៊ីវិលខ្លះបាននិយាយថាគ្រាប់ផ្ទុះនៅក្នុងឡានដឹកទំនិញធំមួយគ្រឿងដែលបំផ្ទុះដោយពួកជ្រុលនិយមក្រុមរដ្ឋអ៊ីស្លាមនៅតំបន់នោះយ៉ាងហោចណាស់ប្រហែលជារួមចំណែកនៅក្នុងការធ្វើឲ្យមានអ្នកស្លាប់និងរបួសមួយចំនួននៅក្នុងអគារនានាជារួមមកអ្វីដែលបានកើតឡើងនៅក្នុងទីក្រុងម៉ូស៊ូលក្នុងរយៈពេលប្រមាណថ្ងៃថ្មីនេះគឺពិបាកក្នុងការវិយតម្លៃខ្លាំងណាស់ការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃសៅរ៍ម្សិលមិញបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់បានបញ្ជាក់កាលពីពេលព្រឹកថ្ងៃដដែលនោះថាខ្លួននឹងបញ្ឈប់ការវាយប្រហារដណ្ដើមយកទីក្រុងម៉ូស៊ូលពីពួកជ្រុលនិយមក្រុមរដ្ឋអ៊ីស្លាមនេះជាបណ្ដោះអាសន្នក្រោយពីមានការរាយការណ៍ថាមានជនស៊ីវិលជាច្រើនអ្នកបានស្លាប់និងរងរបួសនេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងកម្លាំងសន្តិសុខមួយរូបសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកដែលវាប្រយុទ្ធជាមួយនឹងពួកជ្រុលនិយមក្រុមរដ្ឋអ៊ីស្លាមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយថាខ្លួនបានចាប់ផ្ដើមធ្វើការវិយតម្លៃអំពីចំនួនអ្នកស្លាប់និងរបួសរបស់ជនស៊ីវិលជាផ្លូវការមួយពាក់ព័ន្ធនឹងការចាប់ប្រកាន់ដែលថាការវាយប្រហារតាមអាកាសរបស់ខ្លួននាពេលថ្មីនេះបានសម្លាប់ជនស៊ីវិលច្រើនជាង100នាក់នៅក្នុងតំបន់ GDD ក្នុងទីក្រុងមូស៊ូលក្រុមបាតកោរុស្ស៊ីដែលថ្កោលទោសអំពើពុករលួយរបស់រដ្ឋាភិបាលបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងនានានៅទូទាំងប្រទេសរុស្ស៊ីហើយក្រុមបាតកោមួយចំនួនថែមទាំងបានប្រវាយប្រតប់ជាមួយនឹងប៉ូលីសទៀតផងបាតកម្មនៅថ្ងៃអាទិត្យនេះត្រូវបានចាត់ទុកថាជាបាតកម្មមួយក្នុងចំណោមបាតកម្មដ៏ធំបំផុតដែលបង្ហាញពីការមិនពេញចិត្តចាប់តាំងពីបាតកម្មទ្រង់ទ្រាយធំកាលពីឆ្នាំ2011និងឆ្នាំ2012ក្រោយការបោះឆ្នោតសភាបោកបញ្ឆោតមួយបាតកម្មទាំងនោះធ្វើឡើងដោយមេដឹកនាំបកប្រឆាំងគឺលោក Alexei Navalny ហើយផ្ដោតទៅលើការអះអាងនាពេលថ្មីនេះដែលថាលោកនាយករដ្ឋមន្ត្រី Dmitry Medvedev មានភូមិគ្រឹះនាវាកំសាន្តនិងចំការទំពាំងបាយជូរជាច្រើនកន្លែងនៅក្នុងទីក្រុង Vladivostok ដែលស្ថិតនៅក្បែរមហាសមុទ្រប៉ាស៊ីហ្វិកប៉ូលីសបានចាប់ខ្លួនក្រុមបាតកោមួយចំនួននៅក្បែរស្ថានីយ៍រថភ្លើងមានព័ត៌មានតិចតួចប៉ុណ្ណោះដែលត្រូវបានគេរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៅក្នុងប្រទេសរុស្ស៊ីអំពីបាតកម្មនេះគេហទំព័រព័ត៌មាននិងបណ្ដាញសង្គមផ្ទុយទៅវិញបានរាយការណ៍អំពីការធ្វើបាតកម្មនេះនៅក្នុងទីក្រុងធំៗនៅទូទាំងប្រទេសលោកស្រី Carrie Lam ដែលជាមន្ត្រីរដ្ឋាភិបាលជើងចាស់មួយរូបត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលមានទំនោរទៅរករដ្ឋាភិបាលចិនជ្រើសរើសលោកស្រីឲ្យធ្វើជាប្រមុខដឹកនាំទីក្រុងហុងកុងជាស្ត្រីដំបូងបង្អស់ប្រមុខដឹកនាំរបស់ទីក្រុងហុងកុងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមួយដែលមានសមាជិកជាមហាសេដ្ឋីពាណិជ្ជកម្មនិងសមាជិកសភាចំនួន1200នាក់ករណីនេះធ្វើឲ្យពលរដ្ឋហុងកុងរាប់លាននាក់មិនអាចបោះឆ្នោតសម្រេចជ្រើសរើសមេដឹកនាំរបស់ខ្លួនបានជាជំនះដែលទទួលបានការបោះឆ្នោតគាំទ្រចំនួន777សំឡេងរបស់លោកស្រី Carrie Lam វ័យ59ឆ្នាំរូបនេះគឺជារឿងដែលមិនមានការភ្ញាក់ផ្អើលនោះទេដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងបានប្រឹងប្រែងខ្លាំងក្លាក្នុងការបញ្ចុះបញ្ចូលសមាជិកគណៈកម្មាធិការបោះឆ្នោតឲ្យបោះឆ្នោតគាំទ្រលោកស្រីសកម្មជនលទ្ធិប្រជាធិបតេយ្យមានការងឿងឆ្ងល់អំពីជ័យជំនះនិងនិន្នាការទៅរករដ្ឋាភិបាលចិនរបស់លោកស្រីពួកគេមានការសង្ស័យអំពីការកើនឡើងនៃការជ្រៀតជ្រែករបស់ចិនចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ក្រុងហុងកុងនិងមានការភ័យខ្លាចបាត់បង់នូវគោលការណ៍ប្រទេសមួយប្រព័ន្ធពីររបស់ទីក្រុងហុងកុងដែលគោលការណ៍នេះបានធានាផ្ដល់នូវសេរីភាពជាច្រើនដល់ទីក្រុងហុងកុងលោកស្រី Carrie Lam បាននិយាយនៅថ្ងៃអាទិត្យនេះថាទីក្រុងហុងកុងរងគ្រោះដោយសារការបែកបាក់ដ៏ធ្ងន់ធ្ងរលោកស្រីបានបន្ថែមថាអត្ថភាពជាចម្បងរបស់លោកស្រីគឺត្រូវដោះស្រាយចំពោះការបែកបាក់នេះ
មនុស្សយ៉ាងហោចណាស់4នាក់ត្រូវបានសម្លាប់ហើយមនុស្ស23នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយការគប់គ្រាប់បែកមួយនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនដែលបានបង្ហាញថាมันមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេនេះបើយោងតាមក្រុមមន្ត្រីដែលបានថ្លែងឲ្យដឹងនៅថ្ងៃអាទិត្យនេះលោកវរៈស្នីឯកស៊ីលីតូសូបេចាណាបានថ្លែងថាអ្នកវាយប្រហារនោះត្រូវបានចាប់ខ្លួនក្រោយមានការគប់គ្រាប់បែកនៅក្នុងភូមិបឹសដែលស្ថិតនៅក្បែរអាកាសយានដ្ឋានក្នុងស្រុកមួយនៅក្នុងខេត្តស៊ូលូមូលហេតុនៃការវាយប្រហារនេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេប៉ុន្តែក្រុមមន្ត្រីយោធាមួយបានថ្លែងថាអ្នកវាយប្រហាររូបនោះដែលត្រូវបានប៉ូលីសបង្ហាញអត្តសញ្ញាណថាមានឈ្មោះស៊ីដេម៉ារ៉ាបាបានត្រឡប់ទៅកាន់តំបន់នោះដើម្បីធ្វើការសងសឹកក្រោយខ្លួនត្រូវបានគេវាយដំដោយបុរសមួយក្រុមដែលបានចោទប្រកាន់ថាខ្លួនបានលួចទូរស័ព្ទមួយគ្រឿងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Cincinnati រដ្ឋ Ohio បាននិយាយថាយ៉ាងហោចណាស់មានមនុស្ស15នាក់ត្រូវបានគេបាញ់ដែលក្នុងនោះម្នាក់បានស្លាប់នៅក្នុងក្លឹបរាត្រីមួយកន្លែងដែលមានមនុស្សជាច្រើនចូលកំសាន្តកាលពីព្រឹកទៀបភ្លឺថ្ងៃអាទិត្យនេះមន្ត្រីប៉ូលីសឈ្មោះ Paul Nodigate បាននិយាយថាស្ថានភាពនៅក្នុងក្លឹបរាត្រី Cameo គឺមានសហភាពសាហាវគួរឲ្យខ្លាចជាទីបំផុតលោកបានបន្តថាមនុស្សរាប់រយនាក់កំពុងនៅក្នុងក្លឹបរាត្រីនោះពេលដែលមនុស្សម្នាក់បានបើកការបាញ់ប្រហារស្ថានីយទូរទស្សន៍ WLWT បានរាយការណ៍ថាអ្នករងរបួសជាច្រើនអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិតហើយមន្ត្រីប៉ូលីសមិនទាន់បានបញ្ជាក់ថាអ្នកដែលបាញ់ប្រហារនោះត្រូវបានចាប់ខ្លួនបានឬក៏យ៉ាងណានោះទេអាជ្ញាធរបានបញ្ជាក់ថាប្រហែលជាមានអ្នកបាញ់ប្រហារជាច្រើនអ្នកគេទៅនៅមិនទាន់ច្បាស់ថាអ្វីដែលជាមូលហេតុដែលឈានដល់ហេតុការណ៍បាញ់ប្រហារផ្ដាច់ជីវិតមនុស្សដូចនេះកើតឡើងនោះទេមន្ត្រីជាន់ខ្ពស់មួយរូបរបស់អាល្លឺម៉ង់បានថ្លែងថាវោហារសាស្ត្ររបស់លោកប្រធានាធិបតីទូគីរីជីបតាយីបអឺដូហ្គាននៅក្នុងបញ្ហាជាប់គាំងមួយជាមួយនឹងបណ្ដាប្រទេសនៅអឺរ៉ុបមុននឹងឈានដល់ការធ្វើប្រជាមតិរបស់លោកនៅថ្ងៃទី16ខែមេសាខាងមុខនេះកំពុងតែនាំឲ្យមានការខាតបង់មួយដែលត្រូវការរយៈពេលជាច្រើនឆ្នាំដើម្បីផ្សះផ្សាឡើងវិញលោកអឺដូហ្គានបានចោទប្រកាន់អាល្លឺម៉ង់និងលោកស្រីអធិការបតី Angela Merkel ថាបានអនុវត្តតាមពួកណាស៊ីបន្ទាប់ពីក្រុមអាជ្ញាធរមូលដ្ឋានបានរារាំងរដ្ឋមន្ត្រីទូគីដែលសង្ឃឹមចង់ធ្វើយុទ្ធនាការនៅក្នុងប្រទេសអាល្លឺម៉ង់ដើម្បីធ្វើប្រព័ន្ធប្រធានាធិបតីមួយនៅក្នុងប្រទេសទូគីជាបន្តទៅទៀតនេះ VOA នឹងផ្សាយជូនសេចក្តីរាយការណ៍មានដូចតទៅប្រទេសចិននិងអាស៊ានបានបញ្ចប់គម្រោងសេចក្តីព្រាងក្រម Code of Conduct COC បឋមសម្រាប់ទប់ស្កាត់មិនឲ្យមានភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាចេញបង្ហាញជាសាធារណៈសេវាត្រួតពិនិត្យគុណភាពខ្យល់អាកាសនៅក្នុងទីក្រុងប៉េកាំងបានប្រែក្លាយទៅជាអាជីវកម្មមួយហើយនៅក្នុងការផ្សាយ30នាទីចុងក្រោយយើងខ្ញុំមានសេចក្តីរាយការណ៍អំពីជនជាតិដើមឥណ្ឌូនេស៊ីនៅតែរងចាំដីព្រៃដែលបានសន្យាអស់លោកអ្នកនាងកំពុងស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washington ប្រទេសចិននិងអាស៊ានបានបញ្ចប់ការតាក់តែងគម្រោងសេចក្តីព្រាងក្រមប្រតិបត្តិ COC បឋមរបស់ខ្លួនដែលគេចាត់ទុកថាជាច្បាប់សម្រាប់ទប់ស្កាត់មិនឲ្យមានជម្លោះជាយថាហេតុនិងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូងដែលប្រទេសចិននិងសមាជិកអាស៊ានមួយចំនួនមានជម្លោះជាមួយគ្នាជាច្រើនទសវត្សរ៍លោកសុកខេមរាពិនិត្យមើលអំពីរឿងនេះមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី50ក្នុងប្រទេសហ្វីលីពីនបានរាយការណ៍មកថាក្រុមអ្នកវិភាគនានាបាននិយាយថាទោះជាដំណើរការនេះមើលទៅហាក់ដូចជាបោះជំហានទៅមុខមែនតែចិនទំនងជាមិនព្រមព្រៀងលើអ្វីដែលខាត់បងដល់ប្រយោជន៍អធិបតេយ្យភាពរបស់ខ្លួនទេសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍ព្រឹស្ដាដូចតទៅក្នុងដំណើរការបង្កើតគ្រោងឆ្អឹងជាបឋមនៃសេចក្តីព្រាងក្រមប្រតិបត្តិ COC ដែលគេទន្ទឹងជាយូរមកហើយនោះប្រទេសចិននិងសមាគមអាស៊ានកាលពីខែមុនបានបញ្ចប់សេចក្តីព្រាងជាគ្រោងឆ្អឹងនេះមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី50ក្នុងប្រទេសហ្វីលីពីនហើយដែលក្រុមអ្នកតាមដានការវិវត្តនៅក្នុងតំបន់នានារំពឹងថាបញ្ហាជម្លោះទាំងឡាយក្នុងដែនសមុទ្រចិនដែលជាក្តីបារម្ភរបស់តំបន់និងពិភពលោកនោះនឹងត្រូវកាត់បន្ថយឬអាចទប់ស្កាត់បានលោកឈៀងវណ្ណរិទ្ធអ្នកវិភាគកិច្ចការតំបន់ម្នាក់បានអះអាងថាប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ានមានការជំរុញគម្រោងក្រមប្រតិបត្តិ COC ដូចជាចិនផងដែរក្រៅពីហ្វីលីពីនមានទំនាក់ទំនងកាន់តែល្អជាមួយនឹងចិនជាងពេលមុន
ទេវាអាចទៅមុខបានគាត់តែយកអ្វីដែលយើងព្រមព្រៀងពីមុនមកបញ្ចូលនៅ hotline ហើយនឹង queue ហ្នឹងវាជាក្រុមសារមួយដែលសំខាន់ដែរដើម្បីបញ្ជានៅចំនួនជាយថាហេតុណាមួយលោកបានបន្ថែមថាគ្រោងឆ្អឹងនៃសេចក្តីព្រៀងក្រមប្រតិបត្តិ COC វាមិនខុសឆ្ងាយពីសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង DOC ប៉ុន្មាននោះទេលោកបានបន្តថាគម្រោងសេចក្តីព្រៀងក្រមប្រតិបត្តិនេះទំនងជារាប់បញ្ចូលចំណុចជាច្រើនរួមទាំងប្រព័ន្ធទំនាក់ទំនងជាបន្ទាន់រវាងរដ្ឋមន្ត្រីការបរទេសហៅថា Hotline Communication ដែលមានន័យថានៅពេលដែលមានការអ្វីកើតឡើងនឹងមានទំនាក់ទំនងជាមួយរដ្ឋមន្ត្រីការបរទេសឬក៏កងនាវាល្បាតដែនសមុទ្រនេះដើម្បីឲ្យមានការតាក់ទងគ្នាបញ្ជាចំនួនជាយថាហេតុណាមួយវិញទៀតក៏ប្រហែលជាបញ្ចូលនៅយន្តការ Q ដែលជាយន្តការមួយដើម្បីបញ្ជាចំនួននេះផងដែរលោកឈៀងវណ្ណរិទ្ធបញ្ជាក់ពីមូលហេតុខ្លះដែលចិនចង់ឲ្យតំបន់អាស៊ានស្ងប់ស្ងាត់បន្តិចសិនដោយព្រោះថាប្រទេសចិនកំពុងតែប្រយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកតាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មផ្សេងៗបញ្ហាកូរ៉េខាងជើងដែលចិនមិនចង់ឲ្យមានការតានតឹងពីកន្លែងឬសមរភូមិច្រើនដែលជារឿងពិបាកនឹងគ្រប់គ្រងស្ថានភាពអញ្ចឹងទេប្រហែលជាចិនទីបន្ទុនដែរទុនបន្តិចតាក់ទងនឹងបញ្ហាសមុទ្រចិនត្បូងហ្នឹងដើម្បីយើងអាចមានcommon ground មួយដើម្បីសម្រេចបាននូវការចរចាតាក់ទងនឹង framework ហ្នឹងលោកសាស្ត្រាចារ្យ John Ciociari សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Michigan នៃសហរដ្ឋអាមេរិកបានសង្ស័យពីទូនាទីចិនដែលមានចិត្តចង់សម្រេចឲ្យបានឆាប់នៅសេចក្តីព្រៀងជាគ្រោងឆ្អឹងរបស់ក្រមប្រតិបត្តិ COC លោកបានថ្លែងតាមខ្លឹមសារដើមថាប្រទេសចិននឹងយល់ព្រមទៅលើគម្រោងដែលអាចបត់បែនបាននិងមានលក្ខណៈទន់ខ្សោយល្មមដែលស្របនឹងគោលជំហររបស់ខ្លួនលើបញ្ហាសំខាន់នៃបូរណភាពរបស់ខ្លួនលោក John Ciociari ក៏បានបន្តថាស្ថានភាពនៅក្នុងតំបន់និងនយោបាយអាមេរិកស្មុគស្មាញបានផ្ដល់អំណោយផលដល់ចិនច្រើនសម្រាប់កិច្ចការក្នុងតំបន់ផងដែរលោកបានមានប្រសាសន៍ទៀតថាក្រមប្រតិបត្តិ COC អាចផ្ដល់ផលប្រយោជន៍ចំពោះគម្រោងដែលផ្អែកលើច្បាប់ដើម្បីដោះស្រាយជម្លោះដែនសមុទ្រតែការយល់ព្រមពិភាក្សាអំពីក្រមប្រតិបត្តិ COC របស់ប្រទេសចិននេះគឺមិនមែនជាទង្វើបែបសម្រុះសម្រួលដ៏ចាំបាច់នោះទេក្រមប្រតិបត្តិដែលចងក្រងនិងមានសារៈប្រយោជន៍ដល់ក្រុមប្រទេសអាស៊ានដែលទាមទារកម្មសិទ្ធិឬអាស្រ័យលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងក៏ដូចជាហេតុការណ៍នានានៅលើទីតាំងដោយផ្ទាល់ឥទ្ធិពលចិនបានកើនឡើងនៅពេលដែលចិនពង្រីកការគ្រប់គ្រងជាក់លាក់លើតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងភាពតានតឹងរវាងអាមេរិកនិងហ្វីលីពីនហើយនឹងការសង្ស័យក្នុងតំបន់អំពីរដ្ឋបាលលោកត្រាំបានបង្កើតលក្ខខណ្ឌកាន់តែប្រសើរឡើងដល់រដ្ឋាភិបាលក្រុងប៉េកាំងលោកសាស្ត្រាចារ្យ John Ciociari ក៏បានបញ្ជាក់បន្ថែមទៀតថាវាជាការពិតប្រសិនបើការបដិញ្ញាចិត្តជាយុទ្ធសាស្ត្រនឹងការទូតរបស់អាមេរិកចំពោះតំបន់អាស៊ានខ្សោយក្រុមប្រទេសដែលជាដៃគូទាមទារកម្មសិទ្ធិនឹងមានជំរើសតិចតួចក្រៅពីទទួលយកកិច្ចព្រមព្រៀងដែលប្រទេសចិនមានប្រៀបកាន់តែខ្លាំងឡើងនោះកាន់តែច្បាស់ជាងនេះទៅទៀតរឿងនេះហើយដែលជាហេតុផលនាំឲ្យប្រទេសចិនរីករាយក្នុងការចូលរួមពិភាក្សាអំពី COC នេះវាជាហេតុផលដែលរដ្ឋបាលលោកត្រាំមិនអាចមានលទ្ធភាពក្នុងការវិលត្រឡប់មកកាន់តំបន់អាស៊ានខណៈដែលមានការផ្ដោតការយកចិត្តទុកដាក់ទៅលើប្រទេសកូរ៉េខាងជើងហើយនឹងការប្រជុំមុខក្នុងតំបន់នានាផ្សេងទៀតនោះលោកបណ្ឌិតឈៀងវណ្ណរិទ្ធវិញក៏បានបន្តថាកត្តាដែលធ្វើឲ្យប្រទេសមួយចំនួនស្ងាត់នៅឡើយដូចជាម៉ាឡេស៊ីវៀតណាមសិង្ហបុរីគឺដោយសារប្រទេសទាំងនោះរងចាំមើលទំនាក់ទំនងរបស់អាមេរិកចិនតើវិវត្តទៅដោយរបៀបណាហើយយើងឃើញថាដូណាល់ត្រាំតាំងពីគាត់ឡើងកាន់តំណែងដល់ពេលនេះអត់ទាន់និយាយពាក្យណាមួយប៉ះពាល់មកដល់អាស៊ានទេអញ្ចឹងបើថាគាត់ប្រហែលជាមិនយកចិត្តទុកដាក់ជាមួយអាស៊ានហើយយើងប្រទេសបណ្ដាប្រទេសនៅក្នុងអាស៊ានហ្នឹងក៏មានការព្រួយបារម្ភដែរព្រោះអត់មានអាមេរិកមកចូលរួមជាសកម្មទេអត់មានប្រទេសណាហ៊ាននិយាយខ្លាំងជាមួយចិនបានទេពីមុនមកហ៊ាននិយាយខ្លាំងមួយចិនបានដោយសារគេមានបង្អែកខ្លាំងណាឥឡូវវាយើងនៅជិះចាំមើលគោលជំហររបស់អាមេរិកយ៉ាងម៉េចហើយតំណែងរបស់អាមេរិកជាមួយចិននឹងយ៉ាងម៉េចអញ្ចឹងទេប្រទេសតូចៗហ្នឹងនៅក្នុងអាស៊ានហ្នឹងនៅចាំមើលប្រទេសធំពីរហ្នឹងទោះជាមានការតវ៉ាយ៉ាងណាក្តីក៏ប៉ុន្តែចិនត្រូវគេដឹងថាបានធ្វើកោះសពនិមិត្តនៅក្នុងដែនសមុទ្រដែលកំពុងមានចំនួនរួចជាស្រេចហើយម្យ៉ាងទៀតបានធ្វើឲ្យរដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ននេះងាកឆ្ងាយចេញពីការសម្រេចរបស់តុលាការអន្តរជាតិ
នៅក្នុងទីក្រុងឡាអេហៅថា The Permanent Court of Arbitration ដែលបានកាត់សេចក្តីឲ្យហ្វីលីពីនឈ្នះក្តីកាលពីពាក់កណ្ដាលឆ្នាំ2016កន្លងទៅទាក់ទងទៅនឹងការទាមទារកម្មសិទ្ធិនៅដែនសមុទ្រចិនខាងត្បូងនេះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានដែលរងសម្ពាធពីអន្តរជាតិជាពិសេសមហាអំណាចពិភពលោកនោះគឺជាតំបន់ទីផ្សារសេដ្ឋកិច្ចទី5ក្នុងពិភពលោកដែលមានផលិតផលសរុបរួមគ្នារហូតដល់ទៅជិត2លានកន្លះដុល្លារប្រទេសទាំង10នេះរួមមានកម្ពុជាឥណ្ឌូនេស៊ីឡាវភូមាថៃហ្វីលីពីនសិង្ហបុរីម៉ាឡេស៊ីប្រ៊ុយណេនិងវៀតណាមប្រទេសនីមួយៗមានផលប្រយោជន៍រៀងៗខ្លួនពីទំនាក់ទំនងជាមួយនឹងមហាអំណាចចិនបើតាមការអះអាងរបស់លោកមាសនេះអ្នកវិភាគមួយរូបនៅក្នុងប្រទេសកម្ពុជាវិញបានបង្ហាញឲ្យឃើញថាទោះជាប្រទេសចិនកាន់តែមានឥទ្ធិពលខ្លាំងក្នុងតំបន់ដោយគ្មានពេលវិលថយហើយកម្ពុជាវិញទោះជាទទួលបានជំនួយពីប្រទេសចិនជាច្រើននៅក្នុងមួយឆ្នាំក្តីក៏ត្រូវប្រកាន់ជំហររបស់ខ្លួនមួយដែលមិនត្រូវទោទណ្ឌទៅកាន់ចិនពេកនោះដែរហើយម្យ៉ាងទៀតខ្ញុំឃើញជាប្រវត្តិក្នុងប្រវត្តិសាស្ត្រខ្មែរយើងកាលណាយើងដួលខ្លួនឯងទៅលើមហាអំណាចណាមួយធ្ងន់ពេកយើងអត់ឲ្យបានប្រយោជន៍អីទេលោកបានលើកយកឧទាហរណ៍ពីរមកបញ្ជាក់ថានៅពេលដែលកម្ពុជាទោទណ្ឌទៅនឹងសហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍1970កម្ពុជារងគ្រោះដោយអន្តរាយប្រទេសរបស់ខ្លួនហើយក្រោយមកនៅពេលកម្ពុជាទោទណ្ឌទៅរកប្រទេសចិនក៏បានធ្វើឲ្យមានសង្គ្រាមកាប់សម្លាប់ពលរដ្ឋខ្មែររាប់លាននាក់ហើយទាញប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងរបបកុម្មុយនីសទោះបីរាល់ថ្ងៃនៅពេលដែលរដ្ឋាភិបាលយើងចាប់ផ្ដើមបង្ហាញពីជំហរទៅលើចិត្តនេះពលរដ្ឋនឹងចាប់ផ្ដើមព្រួយបារម្ភគ្រប់គ្នាហើយព្រួយបារម្ភពីរឿងខ្លាចរដ្ឋាភិបាលនឹងនាំយើងចូលទៅក្រហមហើយនាំចូលទៅជាមួយនឹងបកកុម្មុយនីសឬក៏ដើរទៅរកលទ្ធិប្រជាការប្រទេសអាស៊ានទាំង10កំពុងអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង DOC ដែលមានស្រាប់ទោះជាភាគីចិនត្រូវគេចោទប្រកាន់ថាមិនបានគោរពតាមជាអចិន្ត្រៃយ៍ក្តីប្រទេសដែលមានការទាមទារកម្មសិទ្ធិនៅក្នុងសមុទ្រចិនខាងត្បូងគឺហ្វីលីពីនវៀតណាមម៉ាឡេស៊ីប្រ៊ុយណេនិងដែនដីកោះតៃវ៉ាន់ទោះជាមានចំនួនយ៉ាងណាក៏ប៉ុន្តែអ្នកតាមខ្លំមើលស្ថានភាពតំបន់បាននិយាយថានៅសមុទ្រចិនខាងត្បូងមិនមែនមានតែបញ្ហាចំនួននៃការទាមទារកម្មសិទ្ធិដែនសមុទ្រតែមួយមុខនោះទេដែនសមុទ្រនេះនៅមានការនេសាទខុសច្បាប់ចោលប្លន់លើផ្ទៃសមុទ្របញ្ហាបរិស្ថាននិងបញ្ហាផ្សេងទៀតដែលបណ្ដាប្រទេសនៅក្នុងតំបន់ត្រូវសហការគ្នាដោះស្រាយមុនពេលដែលក្រុមប្រតិបត្តិ COC ត្រូវគេតាក់តែងនៅបន្ទាប់ពីគ្រោងឆ្អឹងនៃសេចក្តីព្រៀងក្រុមប្រតិបត្តិ COC កើតឡើងនៅឆ្នាំនេះហើយសេចក្តីព្រៀងក្រុមប្រតិបត្តិ COC ដែលជាគម្រោងនេះនឹងត្រូវគេដឹងថាអាចនឹងដាក់ជូនទៅដល់ថ្នាក់ដឹកនាំប្រទេសនិងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដើម្បីសម្រេចនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី50ក្នុងប្រទេសហ្វីលីពីនរាយការណ៍ពីរដ្ឋធានី Washington ខ្ញុំសុកខេមរា VOA លោកអ្នកកំពុងតែស្ដាប់ VOA សំឡេងសហរដ្ឋអាមេរិកខ្មែរ .voanews.comសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានចេញមុខជាសាធារណៈប្រកបដោយមោទនភាពចំពោះខ្លួនឯងផ្ទាល់ដែលការនេះមិនធ្លាប់មានពីមុនមកទេផ្ទុយស្រឡះពីការពី5ឆ្នាំមុននៅពេលដែលការរើសអើងនិងការធ្វើទុកបុកម្នេញខាងផ្លូវកាយនិងផ្លូវចិត្តជារឿយៗត្រូវបានលាក់កំបាំងលោកហាន់រាយការណ៍ជូន VOA ពីរាជធានីភ្នំពេញហើយលោកជឹងប៉ូជីនជូនសេចក្តីប្រាយសម្រួលដូចតទៅក្រុមអ្នកស្រឡាញ់ភេទដូចគ្នាបានបង្កើតជាអង្គការក្រៅរដ្ឋាភិបាលនានាហើយអាជីវកម្មរោងកសាលនិងហាងកាហ្វេទាំងឡាយក្នុងក្រុងដែលមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាទទួលបានជោគជ័យស្របពេលដែលបណ្ដាញផ្សព្វផ្សាយនៅវិស័យកម្សាន្តពាក់ព័ន្ធនិងអ្នកស្រឡាញ់ភេទដូចគ្នាក៏កំពុងចាប់ផ្ដើមរីកលូតលាស់ផងដែរនាពេលថ្មីនេះទស្សនាវដ្តីអ្នកស្រឡាញ់ភេទដូចគ្នាដំបូងនៅកម្ពុជាឈ្មោះថា Q Cambodia បានអបអរសាទរខួប2ឆ្នាំរបស់ខ្លួនដោយមានលោក Sorel Thongwan ជានិពន្ធនាយកលោក Thongwan ជាកូនខ្មែរធំដឹងក្តីនៅក្នុងទីក្រុងប៉ារីនៃប្រទេសបារាំងនិងធ្លាប់ជាអ្នកធ្វើការឲ្យក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បី Giorgio Armani និង Alexander McQueenទស្សនាវដ្តី Q Cambodia ផ្ដោតទៅលើអាជីវកម្មដែលមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាដូចជាហាងកាហ្វេ
Feel Good Cafe 2 និងហាងដទៃទៀតនៅខេត្តសៀមរាបបាត់ដំបងនិងកែបដោយមានការពិភាក្សាបើកចំហអំពីការស្រឡាញ់ភេទដូចគ្នានិងការភ័យខ្លាចពាក់ព័ន្ធនឹងការស្រឡាញ់ភេទដូចគ្នាលោកជ័យបូឡាអាយុ23ឆ្នាំជាមេការឆុងកាហ្វេនៅហាង Feel Good Cafe 2និយាយថាហាងកាហ្វេរបស់ពួកយើងអត់មានបែងចែកគាត់ជាខ្ទើយឬអត់ទេសំខាន់គឺគុណភាពការងារត្រូវមកធ្វើការឲ្យទៀងទាត់យើងធ្វើនៅទីនេះគឺដូចជាគ្រួសារអញ្ចឹងពួកយើងសប្បាយលោកបន្តទៀតថាភ្ញៀវគាត់នៅតែមកបើទោះជាដឹងថាកន្លែងនេះមានបុគ្គលិកអញ្ចឹងមិនមែនពួកគាត់នាំគ្នានិយាយថានៅហាងនេះមានបុគ្គលិកខ្ទើយហើយប្រាប់គ្នាកុំឲ្យមកនោះទេអញ្ចឹងខ្ញុំអត់មានអារម្មណ៍ថាគេរើសអើងនោះទេទស្សនាវដ្តី Q Cambodia ក៏បានផ្ដោតទៅលើបុគ្គលដូចនាង Long Malan ដែលជាស្ត្រីស្រឡាញ់ភេទដូចគ្នានិងជានិស្សិតច្បាប់នាងមានការលំបាកជាមួយនឹងគ្រួសារនៅពេលដែលគ្រួសារនាងដឹងថានាងជាស្ត្រីស្រឡាញ់ភេទដូចគ្នានោះដូចជាថ្ងៃមួយប៉ាម៉ាក់អង្គុយទន្ទឹមគ្នាហៅខ្ញុំមកសួរថាស្រឡាញ់ប្រុសឬស្រីខ្ញុំថាខ្ញុំចូលចិត្តមនុស្សប្រុសខ្ញុំស្រឡាញ់មនុស្សស្រីអញ្ចឹងគាត់ឲ្យខ្ញុំរើសទៀតថាយកគ្រួសារឬយកខ្លួនឯងឡុងម៉ាន់ឡែនដែលជារើសការស្លៀកពាក់ជាបរិះចាប់ផ្ដើមលើកម្មវិធីអ្នកស្រឡាញ់ភេទដូចគ្នាហើយបន្ទាប់មកនាងបានចាក់ចេញពីផ្ទះសម្បែងរបស់ខ្លួនគ្រប់គ្នាតែងតែមើលពីភាពអវិជ្ជមានរបស់ក្រុមស្រឡាញ់ភេទដូចគ្នាយើងចង់បង្ហាញឲ្យគាត់ឃើញមួយជ្រុងទៀតនៃភាពវិជ្ជមានរបស់មនុស្សហ្នឹងបើគាត់មានជំហររឹងមាំភាពវិជ្ជមានហើយគាត់ក៏អាចនៅតស៊ូនៅក្នុងជីវិតគាត់ហើយបើគ្រួសារទទួលស្គាល់ទៀតគាំទ្រទៀតគាត់នឹងក្លាយទៅជាសិស្សល្អអាចរកការងារទីពឹងខ្លួនឯងហើយអាចជួយគ្រួសារបានទៀតផងលោកស្រុនស្រូនដែលជាស្ថាបនិកអង្គការសហគមន៍ឥណ្ឌានូកម្ពុជានិយាយថាពួកយើងជឿថាក្រុមការងារដែលយើងរៀបចំឡើងហ្នឹងគឺយើងជឿថាវាអាចផ្លាស់ប្ដូរហើយយើងចង់ផ្លាស់ប្ដូរនៅផ្នត់គំនិតយើងអត់ចង់ផ្លាស់ប្ដូរសកម្មភាពទេយើងចង់តែមុនហ្នឹងណាដោយសារកម្ពុជាជាប្រទេសអភិរក្សនិយមមួយប្រជាពលរដ្ឋកម្ពុជាពីដើមឡើយតែងតែយល់ថាការស្រឡាញ់ភេទដូចគ្នាជាអ្វីមួយដែលខុសពីធម្មជាតិនិងជាការគំរាមកំហែងមួយទៅលើសន្តិភាពសង្គមបន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃប្រមាណ30ឆ្នាំកន្លងមកនេះដែលបានបង្កការប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រឹះសង្គមអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនបានប្រឈមមុខជាមួយនឹងការរំលោភបំពាននិងការរើសអើងនៅផ្ទះសាលារៀននិងកន្លែងធ្វើការមួយចំនួនទៀតត្រូវបានគ្រួសារបដិសេធឬរងសម្ពាធដោយសារការរៀបការតាមប្រពៃណីដែលធ្វើឲ្យពួកគេពិបាកក្នុងអារម្មណ៍អ្នកស្រឡាញ់ភេទដូចគ្នាដទៃទៀតត្រូវបានចាប់បង្ខាំងទុកក្នុងផ្ទះនៅតាមភូមិរបស់ពួកគេលោកសុនស្រូនបាននិយាយថារបាយការណ៍ពីការរំលោភបំពានសិទ្ធិមនុស្សនិងការរើសអើងមានតិចតួចពីព្រោះអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនជ្រើសរក្សាទុកជំរើសផ្លូវភេទរបស់ខ្លួនជាការសម្ងាត់ជាងផ្ដាល់ដំណឹងទៅកាន់អាជ្ញាធរក៏ប៉ុន្តែលោកបាននិយាយទៀតថាការនេះបានផ្លាស់ប្ដូរដោយមនុស្សមួយចំនួនដែលបើកចំហក្នុងនាមជាអ្នកស្រឡាញ់ភេទដូចគ្នាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះតាក់ទងទៅនឹងអំពើហិង្សាទាំងផ្លូវកាយនិងផ្លូវចិត្តទៅកាន់ពួកគេគឺមានការកើនឡើងដែរខ្ញុំឃើញថាការហ៊ានចេញមកបង្ហាញថាខ្លួនឯងជាមនុស្សស្រីចរិតប្រុសមនុស្សប្រុសចរិតស្រីគឺមានការចេញមុខច្រើនតែអំពើហិង្សានិងសម្ពាធដែលឪពុកម្ដាយដាក់មកដូចជាការនាំទៅឲ្យគ្រូខ្មែរព្យាបាលគឺនៅតែកើតមានព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុបានជ្រោមជ្រែងក្នុងការលុបបំបាត់ចោលទស្សនៈបែបប្រពៃណីលើអ្នកស្រឡាញ់ភេទដូចគ្នាក្នុងឆ្នាំ2004ព្រះអង្គទទួលបានការសាទរពីការប្រទានការគាំទ្រទៅកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាតាមរយៈការយល់ព្រមចំពោះការរៀបការរវាងអ្នកមានភេទដូចគ្នាព្រះរាជបន្ទូលរបស់ព្រះអង្គនៅតែដដែលក្រោមរាជការព្រះមហាក្សត្របច្ចុប្បន្នគឺព្រះបាទនរោត្តមសីហមុនីលោកនួនស៊ីដារ៉ាអ្នកសម្របសម្រួលគម្រោងជំរើសផ្លូវភេទនិងអត្តសញ្ញាណ Gender នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយថាការគាំទ្ររបស់ព្រះបាទនរោត្តមសីហនុបានជំរុញចិត្តសកម្មជនដែលជាអ្នកស្រឡាញ់ភេទដូចគ្នាឲ្យងើបឈរឡើងនិងលើកកម្ពស់សិទ្ធិរបស់ពួកគេជាលើកដំបូងច្បាប់ដែលបានហាមឃាត់ការរៀបការភេទដូចគ្នាត្រូវបានលុបក្រោយការថ្លែងសន្ទរកថារបស់ព្រះវីរៈបិតា
ក្នុងឆ្នាំ2004វាជាផ្នែកមួយដែលជួយទៅដល់ក្រុមស្រឡាញ់ភេទដូចគ្នាបើទោះជាគ្មានច្បាប់ក្នុងការការពារពួកគេក៏ដោយតែវាក៏ជាសញ្ញាវិជ្ជមានមួយដែរលោកស៊ុនសូនបាននិយាយបន្តទៀតថានេះជាជំហានដំបូងដែលត្រូវបានជ្រោមជ្រែងដោយសម័យកាលនិងបណ្ដាញទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិតក៏ដូចជាប្រព័ន្ធអប់រំនៅកម្ពុជាដែលបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណឆ្នាំថ្មីៗនេះនិងអ្នកស្រឡាញ់ភេទដូចគ្នាដែលបានទទួលជោគជ័យមិនថាក្នុងអាជីវកម្មឬជីវិតនោះទេកត្តាទី1ដែលធ្វើឲ្យគាត់ក្លាហានចេញមកគឺប្រព័ន្ធ technology ខ្ញុំនិយាយតែមនុស្សក្មេងដែលកើតក្រោយឆ្នាំ90គាត់កើតមកក្នុងសម័យ technology គាត់រស់នៅប្រកបដោយការទំនាក់ទំនងដែលបច្ចេកវិទ្យានេះជួយឲ្យគាត់ទំនាក់ទំនងជាមួយអ្នកដែលនៅជុំវិញខ្លួនឯងពីរដ្ឋធានី Washington ខ្ញុំជើងពូជីន VOA ពីរដ្ឋធានី Washington សំឡេងខាងរដ្ឋអាមេរិក VOA ផ្ទៃមេឃពោពេញទៅដោយផ្សែងពណ៌ប្រផេះគ្របដណ្ដប់ទិសទីនៅក្នុងទីក្រុងប៉េកាំងក្រុមអាជ្ញាធរសន្យាថានឹងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាខ្យល់កខ្វក់នៅក្នុងបរិយាកាសទាំងនេះទន្ទឹមនឹងពេលដែលមិនទាន់មានដំណោះស្រាយពីអាជ្ញាធរនៅឡើយពលរដ្ឋនៅក្នុងទីក្រុងប៉េកាំងកំពុងព្យាយាមរកដំណោះស្រាយនិងសម្របខ្លួនរស់នៅក្នុងស្ថានភាពបែបនេះពលរដ្ឋខ្លះបានប្រែក្លាយវិធីទាំងនោះទៅជាអាជីវកម្មមួយសម្រាប់ត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងបរិយាកាសអ្នកស្រី Faith Lapidus រាយការណ៍ពីរដ្ឋធានី Washington ហើយខ្ញុំសុពេជ្រចិន្តានឹងជួនសេចក្តីប្រាយសម្រួលដូចតទៅគិតមិនដល់មួយខែផងទីក្រុងប៉េកាំងមានការកើនឡើងកម្រិតខ្យល់កខ្វក់ដល់គ្រោះថ្នាក់ជាច្រើនថ្ងៃដែលត្រូវបានគេគិតថាបណ្ដាលមកពីការដុតធ្យូងនិងការបំភាយផ្សែងរថយន្តពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំងទម្លាប់ពាក់ម៉ាស់ពេលចេញទៅក្រៅក៏ប៉ុន្តែលោកបូគីយ៉ូចង់ស្វែងយល់ពីសារធាតុនៅក្នុងខ្យល់លោកបានបង្កើតកម្មវិធីត្រួតពិនិត្យគុណភាពខ្យល់ដែលកំណត់ពីសារធាតុបំពុលទាំងនោះ បន្ទាប់ពីវាស់ស្ទង់ហើយខ្ញុំឃើញសារធាតុពុលចេញពីទីនេះលោកបានបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Air Visual ដែលព្យាករណ៍ពីការបំពុលបរិយាកាសទូទាំងពិភពលោកនិងចែកចាយជាផែនទី 3D ភ្លាមៗនៅក្នុង website របស់ក្រុមហ៊ុនលោកយើងឃើញចំណុចខ្មៅជាច្រើននៅក្នុងប្រទេសចិនលោកបូកយោផ្ដល់ប្រឹក្សានៅតាមសាលាមន្ទីរពេទ្យនិងការិយាល័យធ្វើតេស្តខ្យល់និងឲ្យយោបល់ពីវិធីកាត់បន្ថយខ្យល់កខ្វក់ចូលតាមចន្លោះទ្វារនិងបង្អួចអ្នកអាចឃើញពីកម្រិតខ្យល់កខ្វក់នៅខាងក្រៅនៅក្នុងរូបភាពរបស់លោកស៊ូយីលោកបានចងក្រងឯកសារពីគុណភាពខ្យល់នៅក្នុងទីក្រុងប៉េកាំងនិងបានដាក់រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយតាំងពីឆ្នាំ2013មានមនុស្សរាប់សែននាក់បានឃើញរូបភាពទាំងនោះតាមរយៈការថតរូបនិងចែកចាយនៅក្នុងប្រព័ន្ធ WeChat នៅនិយាយទៅកាន់អ្នកផ្សេងទៀតមកខ្ញុំសម្គាល់ឃើញថាអ្នករាល់គ្នាកំពុងផ្លាស់ប្ដូរខ្ញុំក៏ផ្លាស់ប្ដូរដែរខ្ញុំឈប់រអ៊ូទៀតហើយខ្ញុំធ្វើការជាមួយអ្នកវិទ្យាសាស្ត្ររកដំណោះស្រាយបញ្ហាខ្យល់កខ្វក់នេះលោកស៊ូថាការស្វែងយល់ពីបញ្ហានេះជួយលោកឲ្យចេះរកវិធីដោះស្រាយលោកចង់បន្តចែកចាយព័ត៌មានដល់សាធារណជនក្នុងឆ្នាំនេះលោកបានបង្កើតអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Beijing Air Now និងកំពុងសហការជាមួយអ្នកវិទ្យាសាស្ត្រដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗត្រួតពិនិត្យគុណភាពខ្យល់ពីរដ្ឋធានី Washington ខ្ញុំសុពេជ្រចិន្តា VOA លោកអ្នកនាងជាទីមេត្រីនៅក្នុងការផ្សាយរយៈពេល30នាទីចុងក្រោយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍អំពីជនជាតិដើមឥណ្ឌូនេស៊ីនៅតែរងចាំដីព្រៃដែលបានសន្យាតទៅទៀតនេះលោកភីសុភាដានិងកញ្ញាស្រីលក្ខណានឹងនាំមកជូនដើមរឿងព័ត៌មានសំខាន់ជាលើកទី2រដ្ឋាភិបាលអ៊ីរ៉ង់ដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនចំនួន15របស់សហរដ្ឋអាមេរិកការបង្ក្រាបធំធាយធំរបស់ប៉ូលីសទៅលើក្រុមបាតកោដែលប្រឆាំងនឹងការបង់ពន្ធថ្មីនៅក្នុងប្រទេសបេឡារុសនាយករដ្ឋមន្ត្រីចិនធ្វើទស្សនកិច្ចនៅក្នុងប្រទេសនូវែលសេឡង់ប្រទេសចំនួនប្រមាណ170ប្រទេសប្រារព្ធទិវា Earth Hour ដើម្បីរួមគ្នាប្រឆាំងនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុលំដាប់តទៅទៀតនេះលោកភីសុភាដានិងកញ្ញាស្រីលក្ខណានឹងជួនព័ត៌មានទាំងស្រុងចាសសូមអញ្ជើញលោកសុភាដាបាទសូមអរគុណពេជ្រចិន្តារដ្ឋាភិបាលអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថាខ្លួនបានដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនចំនួន15របស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថាក្រុមហ៊ុនទាំងនេះបានគាំទ្រប្រទេសអ៊ីស្រាអែលអំពើភេរវកម្ម
និងការជិះជាន់ផ្ដាច់ការនៅក្នុងតំបន់សេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថាក្រុមហ៊ុនទាំងនេះត្រូវបានរារាំងមិនឲ្យមានកិច្ចព្រមព្រៀងណាមួយជាមួយនឹងក្រុមហ៊ុនអ៊ីរ៉ង់ហើយអតីតប្រធានក៏ដូចជាប្រធានបច្ចុប្បន្នរបស់ក្រុមហ៊ុននេះនឹងមិនទទួលបានទឹកដីដើម្បីបានចូលក្នុងទឹកដីអ៊ីរ៉ង់នោះទេវិធានការនេះត្រូវបានគេមើលឃើញថាជាការឆ្លើយតបមួយចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើស្ថាប័នអ៊ីរ៉ង់ជាច្រើនកាលពីខែកុម្ភៈកន្លងទៅនេះបន្ទាប់ពីអ៊ីរ៉ង់បានធ្វើការសាកល្បងគ្រាប់មីស៊ីលរបស់ខ្លួនការដាក់ទណ្ឌកម្មរបស់អ៊ីរ៉ង់លើក្រុមហ៊ុនអាមេរិកទាំងនេះទំនងជាមិនមានឥទ្ធិពលខ្លាំងក្លានោះទេដោយហេតុថាមិនមានក្រុមហ៊ុនណាមួយដែលអ៊ីរ៉ង់ដាក់ទណ្ឌកម្មលើនេះធ្វើអាជីវកម្មនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេក្រុមហ៊ុនដែលអ៊ីរ៉ង់ដាក់ទណ្ឌកម្មលើទាំងនេះមានដូចជាក្រុមហ៊ុន Beltal United Technologies ITT Corporation និងក្រុមហ៊ុនផ្សេងទៀតស្របពេលនោះដែរសមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបាននិយាយថារដ្ឋាភិបាលអ៊ីរ៉ង់នឹងពិចារណាអំពីច្បាប់មួយដែលនឹងកំណត់ថាយោធាសហរដ្ឋអាមេរិកនិងទីភ្នាក់ងារ CIA គឺជាក្រុមភេរវកម្មប្រសិនបើសភាសហរដ្ឋអាមេរិកអនុម័តច្បាប់មួយដែលកំណត់ហៅយោធាអ៊ីរ៉ង់ជាអង្គការភេរវកម្មនោះវិធានការទាំងនេះអាចធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីកាន់តែតានតឹងឡើងដោយសារតែកងកម្លាំងដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់និងសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងវាយប្រហារពួកជ្រុលនិយមក្រុមរដ្ឋអ៊ីស្លាមនៅទីនោះក្រុមប៉ូលីសបង្ក្រាបការធ្វើបាតកម្មនៅក្នុងប្រទេសបេឡារុសបានធ្វើការបង្ក្រាបទ្រង់ទ្រាយធំទៅលើក្រុមបាតកោដែលព្យាយាមធ្វើក្បួនដង្ហែកាន់បដានៅក្នុងទីក្រុងមីងស្កមនុស្សប្រមាណ700នាក់បានព្យាយាមធ្វើក្បួនដង្ហែនៅកណ្ដាលរដ្ឋធានីដែលជាផ្នែកមួយនៃការប្រឆាំងនឹងរដ្ឋាភិបាលដើម្បីប្រឆាំងនឹងការបង់ពន្ធថ្មីមួយរបស់ក្រុមអ្នកធ្វើការរថយន្តដឹកប៉ូលីសជាច្រើនបានរារាំងក្រុមបាតកោហើយបានវាយប្រហារទៅលើពួកគេដោយប្រើដំបងកាលពីថ្ងៃសៅរ៍មនុស្សរាប់រយនាក់ត្រូវបានគេរាយការណ៍មកថាត្រូវបានចាប់ខ្លួនហើយមេដឹកនាំសិទ្ធិមនុស្សមួយរូបបានថ្លែងថាអ្នកដែលត្រូវបានចាប់ខ្លួនជាច្រើនអ្នកត្រូវបានប៉ូលីសវាយដំហើយពួកគេកំពុងត្រូវការព្យាបាលក្រុមសាក្សីបានថ្លែងថាជនស៊ីវិលដែលគ្មានអាវុធក៏ត្រូវរងការវាយប្រហារផងដែរហើយអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន Reuters មួយរូបបានថ្លែងថាអ្នកកាសែតយ៉ាងហោចណាស់10នាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ក្រុមមន្ត្រីមកពីគណៈបកប្រឆាំងបានថ្លែងថាប៉ូលីសបានសម្រុកចូលទីស្នាក់ការរបស់ពួកគេនៅក្នុងរដ្ឋធានីនេះហើយបានចាប់ខ្លួនសកម្មជនប្រមាណ60នាក់ប៉ុន្តែពួកគេទាំងអស់ត្រូវបានដោះលែងក្រោយមកហើយមិនទាន់មានការអធិប្បាយមិនទាន់មានការអធិប្បាយផ្លូវការណាមួយទាក់ទិននឹងឧបទ្ទវហេតុនេះនៅឡើយនោះទេនាយករដ្ឋមន្ត្រីចិនបានធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់ដើម្បីចូលរួមនៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់មួយនៅក្នុងស្ថានភាពដែលប្រទេសទាំងពីរកំពុងជំរុញឲ្យមានការបង្កើនការធ្វើពាណិជ្ជកម្មសេរីលោកនាយករដ្ឋមន្ត្រី Li Keqiang បានធ្វើដំណើរទៅដល់ប្រលានយន្តហោះ Wellington ប្រទេសនូវែលសេឡង់នៅថ្ងៃអាទិត្យនេះនិងត្រូវបានទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Bill English លោក Li Keqiang មានគម្រោងធ្វើទស្សនកិច្ចនៅប្រទេសនូវែលសេឡង់រហូតដល់ថ្ងៃពុធខាងមុខបន្ថែមទៅនឹងជំនួបទ្វេភាគីរវាងលោកនិងលោក Bill English លោក Li Keqiang ក៏មានគម្រោងធ្វើទស្សនកិច្ចទៅកាន់រោងចក្រមួយកន្លែងនិងចូលរួមនៅក្នុងការតាំងពិព័រណ៍រូបថតផងដែរលោកនាយករដ្ឋមន្ត្រីចិនបានធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់នេះបន្ទាប់ពីលោកបានធ្វើទស្សនកិច្ចនៅក្នុងប្រទេសអូស្ត្រាលីដែលនៅទីនោះលោកបានបញ្ជាក់ថារដ្ឋាភិបាលចិនចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងអូស្ត្រាលីប្រទេសនូវែលសេឡង់ក៏មានគោលបំណងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនដែរកាលពីសប្តាហ៍មុនលោក Bill English បានប្រកាសពីគម្រោងដែលចង់ឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសនូវែលសេឡង់គ្រប់ដណ្ដប់ចំនួន 90% លើការនាំចេញនៅត្រឹមឆ្នាំ2030ចិននិងនូវែលសេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយកាលពីឆ្នាំ2008លោក Bill English បានបញ្ជាក់នេះពេលថ្មីនេះថាកិច្ចព្រមព្រៀងនេះកំពុងដំណើរការទៅមុខបានល្អប៉ុន្តែត្រូវការធ្វើការកែប្រែចំណុចមួយចំនួនតូចមានការបិទភ្លើងនៅក្នុងប្រទេសចំនួនប្រមាណ170ប្រទេសខណៈពេលដែលមនុស្សរាប់លាននាក់និងទីក្រុងរាប់ពាន់បានចូលរួមក្នុងទិវា Earth Hour ដែលជាកិច្ចខិតខំប្រឹងប្រែងលក្ខណៈសកលមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅលើបញ្ហានៃការប្រែប្រួលអាកាសធាតុរៀបចំឡើងដោយអង្គការ World Wildlife Fund
ទទួលបន្ទុកខាងការពារធម្មជាតិវិមាននិងអគារល្បីៗជាច្រើននៅសហរដ្ឋអាមេរិកនិងនៅក្នុងបណ្ដាប្រទេសនានានៅអាមេរិកឡាទីននៅអឺរ៉ុបនៅមជ្ឈមបូព៌ានិងនៅអូស្ត្រាលីជាដើមបានបិទភ្លើងរយៈពេល60នាទីនៅម៉ោង 8 កន្លះម៉ោងនៅក្នុងតំបន់មានព្រឹត្តិការណ៍ជាច្រើនធ្វើឡើងដើម្បីលើកឡើងពីសកម្មភាពរបស់មនុស្សដែលនាំឲ្យមានបញ្ហានៃការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសឥណ្ឌាក្រុមអ្នកជិះកង់រាប់រយនាក់បានចូលរួមនៅក្នុងកម្មវិធី Pedal for Planet ឬកម្មវិធីជិះកង់ដើម្បីការពារភពផែនដីដើម្បីជំរុញទឹកចិត្តឲ្យមនុស្សគ្រប់រូបចូលរួមក្នុងការសន្សំសំចៃថាមពលនិងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីលតាមដែលអាចធ្វើទៅបានអង្គការ WWF ដើម្បីធម្មជាតិបានបង្កើតទិវា Earth Hour នេះដំបូងកាលពីឆ្នាំ 2007 នៅក្នុងប្រទេសអូស្ត្រាលីដើម្បីជំរុញឲ្យគ្រប់គ្នាកាត់បន្ថយការប្រើប្រាស់ថាមពលដើម្បីជួយប្រយុទ្ធប្រឆាំងនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុតុលាការមួយនៅក្នុងប្រទេសអេស៊ីបបានផ្តន្ទាទោសមនុស្ស56នាក់ឲ្យជាប់ពន្ធនាគារនៅថ្ងៃអាទិត្យនេះពាក់ព័ន្ធនឹងការធ្វើឲ្យលិចទូកដឹកជនចំណាក់ស្រុកដែលបណ្ដាលឲ្យមនុស្សច្រើនជាង200នាក់បានស្លាប់បាត់បង់ជីវិតកាលពីឆ្នាំមុននេះបើតាមការបញ្ជាក់ពីប្រភពរបស់តុលាការជនជាប់ចោទត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចាប់ពី7ដល់13ឆ្នាំហើយជនជាប់ចោតម្នាក់ផ្សេងទៀតត្រូវតុលាការសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញនេះបើតាមការបញ្ជាក់ពីប្រភពរបស់តុលាការដដែលនេះទូកដឹកជនចំណាក់ស្រុកនេះបានក្រឡាប់លិចនៅក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃទី21ខែកញ្ញាឆ្នាំមុនក្រុមអ្នកជួយសង្គ្រោះនិងអ្នកនេសាទបានជួយសង្គ្រោះមនុស្សយ៉ាងតិច169នាក់ប៉ុន្តែយ៉ាងហោចណាស់មនុស្ស202នាក់ផ្សេងទៀតបានស្លាប់នៅក្នុងហេតុការណ៍នោះយន្តហោះចម្បាំងរបស់រដ្ឋាភិបាលសេរីនិងសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួនបានធ្វើការវាយប្រហារសម្ដៅទៅលើក្រុមឧទាមនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់មនុស្សជាច្រើននាក់រួមមានទាំងអ្នកទោសដែលស្ថិតនៅក្នុងគុកស្ត្រីកាន់កាប់ដោយពួកឧទាមមួយនៅក្នុងទីក្រុងអេដលីបដែលជាទីក្រុងភាគឦសានព័ត៌មានលម្អិតទាក់ទិននឹងការវាយប្រហារទៅលើគុកកាលពីយប់នោះនៅមិនទាន់ច្បាស់លាស់នៅឡើយនោះទេប៉ុន្តែក្រុមអ្នកត្រួតពិនិត្យនៃក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសសេរីបានឲ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគុកមានចំនួន16នាក់រួមទាំងបុគ្គលិកធ្វើការនៅក្នុងគុកផងដែរក្រុមឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងទៀតថាអ្នកដែលត្រូវជាប់ឃុំមួយចំនួនត្រូវបានសម្លាប់ដោយឆ្មាំគុកខណៈពេលដែលពួកគេប៉ុនប៉ងរត់គេចខ្លួនក្រោយមានការវាយប្រហារតាមអាកាសនោះសួស្តីប្រិយមិត្តជាទីមេត្រីតើប្រិយមិត្តបានដឹងអ្វីខ្លះអំពីចំនួននៅសមុទ្រចិនខាងត្បូង VOA បានបង្កើតគេហទំព័រពិសេសមួយស្ដីអំពីចំនួនសមុទ្រចិនខាងត្បូងតាមរយៈគេហទំព័រថ្មីនេះលោកអ្នកនាងអាចស្វែងយល់យ៉ាងទូលំទូលាយអំពីការកកើតឡើងនិងការប្រវត្តិនៃចំនួនដែនទឹកដ៏ចម្រូងចម្រាសនេះភាគីប្រទេសដែលពាក់ព័ន្ធនិងជាពិសេសធនធានធម្មជាតិដ៏សម្បូរបែបដែលមាននៅដែនទឹកមួយនេះបន្ថែមលើនេះលោកអ្នកនាងនឹងទទួលបានព័ត៌មានថ្មីៗដែលកើតមានឡើងនៅដែនសមុទ្រចិនខាងត្បូងដែលត្រូវបានអ្នកជំនាញខ្លះចាត់ទុកថាជាផ្លូវនាវាចរយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយក្នុងសតវត្សទី21សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រនេះតាមរយៈអាសយដ្ឋាន khmer.voanews.com/southchinaseaកាលពីខែធ្នូឆ្នាំទៅលោក Joko Widodo ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីបានប្រគល់ព្រៃឈើសំខាន់ៗ9កន្លែងទៅឲ្យក្រុមជនជាតិភាគតិចការនេះត្រូវបានគេសរសើរថាជាការសំខាន់មួយសម្រាប់ការប្រយុទ្ធដើម្បីបានការទទួលស្គាល់និងការការពាររបស់រដ្ឋទៅដល់ជនជាតិភាគតិចឥណ្ឌូនេស៊ីក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះព្រៃឈើប្រហែលតែ 20,000 ហិកតាប៉ុណ្ណោះនៃព្រៃឈើ 8 លាន 2 សែនហិកតានៅក្នុងប្រទេសទាំងមូលត្រូវបានគេដកទុកសម្រាប់ជនជាតិភាគតិចដែលអង្គការសម្ព័ន្ធភាពជនជាតិភាគតិចប្រជុំកោះឬអាមែននិយាយថាជាព្រៃឈើរបស់ពួកគេអ្នកស្រី Kritika Varago រាយការណ៍អំពីរឿងនេះហើយលោកជឹងប៉ូជីនជួនសេចក្តីប្រាយសម្រួលដូចតទៅភាពតក់ស្លុតនៅពេលថ្មីនេះដល់យុទ្ធនាការរបស់ពួកគេបានកើតមានឡើងកាលពីសប្តាហ៍មុននៅពេលដែលប្រធានាធិបតី Widodo ដែលគេស្គាល់ជាទូទៅថា Jokowi ខកខានមិនបានចូលរួមសមាជរបស់ជនជាតិភាគតិចឥណ្ឌូនេស៊ីដែលធ្វើឡើងជារៀងរាល់5ឆ្នាំលោកប្រធានាធិបតីបានបញ្ជូនលោកស្រី Siti Nurbaya រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងព្រៃឈើទៅជំនួសលោកស្រីបានរំលឹកឡើងវិញថាដីដែលបានចែកចាយនៅពេលនេះជាការចាប់ផ្ដើមការខំប្រឹងប្រែងរបស់រដ្ឋបាលលោកស្រីបានប្រកាសថាការផ្ទេរដី 7,000 ហិកតានៅជិតបឹងតូបា
នៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងជើងទៅឲ្យជនជាតិភាគតិចកាន់កាប់ការបន្ថែមចំនួន 13,000 ហិកតាបានកើតមានឡើងដោយការប្រកាសការពីដំបូងរបស់ប្រធានាធិបតីជូកូវីលោករុកកាសុំបូលីងជីអគ្គលេខាធិការដែលទើបជាប់ឆ្នោតថ្មីរបស់ក្រុមអាមែនបាននិយាយថាតាមការពិតដី 20,000 ហិកតាមិនប៉ុន្មានទេប្រធានាធិបតីជូកូវីបានសន្យាហើយក៏ប៉ុន្តែមនុស្សនៅជុំវិញលោកជាពិសេសក្រសួងបរិស្ថានត្រូវទទួលការស្ដីបន្ទោសពីព្រោះតែពួកគេកំពុងអស់បន្លាយបញ្ហានេះគេមិនអាចតាក់ទងក្រសួងដើម្បីធ្វើអត្ថាធិប្បាយភ្លាមៗនោះបានទេកត្តានានាដែលកំពុងធ្វើឲ្យយឺតយ៉ាវដល់ដំណើរការផ្ទេរនេះរួមមានការមិនមានបទបញ្ញត្តិក្នុងមូលដ្ឋានដើម្បីប្រតិបត្តិការសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញនៅឆ្នាំ2012ដើម្បីការពារព្រៃឈើរបស់ជនជាតិភាគតិចហើយនឹងភូមិសាស្ត្រផ្សេងៗការគម្រាមកំហែងខាងបរិស្ថាននិងច្បាប់ប្រពៃណីក្នុងចំណោមក្រុមជនជាតិភាគតិចជាច្រើនរបស់ប្រទេសឥណ្ឌូនេស៊ីការចង្អុលបង្ហាញមួយនៃការលំបាកនៃការអនុវត្តគោលនយោបាយព្រៃឈើគឺថាវាបានចំណាយពេលជាង3ឆ្នាំដើម្បីឲ្យប្រធានាធិបតីជូកូវីធ្វើទៅតាមគម្រោងដែលមានការពីពេលមុនក្នុងអំឡុងរដ្ឋបាលមុនរបស់ប្រធានាធិបតីស៊ូស៊ីឡូបាំបាងយូថូយូណូលោកស្រីនូបាយ៉ាបានប្រាប់ต็មប៉ូកាលពីខែមុនថាការសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញមិនត្រូវបានធ្វើតាមដោយការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់នេះទេដូច្នេះមិនមានវិធានការតាមផ្លូវច្បាប់សមរម្យនិងបានតែងតាំងឡើងបានស្ថិតនៅជាធរមានដើម្បីចាប់ផ្ដើមការផ្ទេរដីធ្លីនោះទេគណៈកម្មការនៃភាពជាដៃគូព្រៃឈើសង្គមនិងបរិស្ថានបានត្រូវបង្កើតឡើងនៅឆ្នាំ2014ប័ណ្ណបញ្ជាក្រសួងស្ដីពីសិទ្ធិព្រៃឈើបានត្រូវអនុម័តនៅឆ្នាំ2015ហើយលោកប្រធានាធិបតីជូកូវីក៏បានចុះហត្ថលេខាលើប័ណ្ណបញ្ជាព្រៃឈើមុនដំបូងនៅចុងឆ្នាំ2016លោកវីម៉ាវីតូឡាដែលបានធ្វើការនៅក្រសួងបរិស្ថាននិងព្រៃឈើរហូតដល់ឆ្នាំ2015បាននិយាយថាគម្រោងទាំងអស់សម្រាប់ផ្ទេរស្ថិតនៅឆ្ងាយសន្លឹមនេះជាលើកទី1ដែលគម្រោងដូចនេះបានត្រូវគេសាកល្បងនៅលើទឹកដីឥណ្ឌូនេស៊ីលោកនិយាយទៀតថាការងារដ៏ធំនៅក្នុងបទបញ្ញត្តិនេះគឺការបង្កើតផែនទីព្រៃឈើសម្រាប់ជនជាតិភាគតិចដែលបានចំណាយពេលជាច្រើនឆ្នាំរវាងការសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញហើយនឹងការផ្ទេរពីដំបូងយ៉ាងហោចណាស់ការនេះបានចាប់ផ្ដើមដំណើរការហើយដូច្នេះឥឡូវនេះយើងត្រូវពិនិត្យមើលថាតើដំណើរការផ្ទេរដីនេះអាចជឿនលឿនទៅមុខនៅទីបញ្ចប់នោះលោក Denny Rahadian នាយកសហគមន៍ Mapping Network របស់ឥណ្ឌូនេស៊ីហៅកាត់ថា GKPP បានចំណាយពេលជិត20ឆ្នាំដើម្បីធ្វើគម្រោងអំពីដីជនជាតិភាគតិចនៅទូទាំងខេត្តចំនួន25ហើយឥឡូវនេះបានធ្វើផែនទីព្រៃឈើនេះចំនួន8លានហិកតាដែលបានប្រាប់ពីការសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញនេះចាប់តាំងពីការសម្រេចនោះមកសហគមន៍ GKPP បានជួយចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយរដ្ឋាភិបាលថ្នាក់ស្រុកចំនួន8ដើម្បីកំណត់ព្រំដែនភូមិហើយនឹងការប្រើប្រាស់ដីធ្លីលោក Rahadian បាននិយាយបន្តទៀតថានេះជាគន្លឹះមួយដើម្បីជំរុញការផ្ទេរព្រៃឈើនេះលោក Rahadian បាននិយាយថាឥឡូវនេះយើងត្រូវបានគេជំរុញឲ្យបញ្ចូលផែនទីរបស់យើងជាមួយក្រសួងមហាផ្ទៃនិងក្រសួងកសិកម្មនិងផែនការលោកសង្ឃឹមថាការខំប្រឹងប្រែងរួមនឹងធ្វើឲ្យមានប្រសិទ្ធភាពដល់ដំណើរការនៃការផ្ទេរព្រៃឈើនេះលោក Rahadian បាននិយាយបន្តទៀតថាទោះបីការនេះបានកើតឡើងក៏ដោយវាជាដំណើរការយូរអង្វែងឧទាហរណ៍វាបានចំណាយពេល8ឆ្នាំដើម្បីទទួលស្គាល់ថាព្រៃឈើខ្លះនៅខេត្ត West Java ជារបស់ជនជាតិភាគតិច Kesapuhan Banten Kidu លោក Aleta Baun ជាសកម្មជនបរិស្ថានដ៏ល្បីល្បាញម្នាក់មកពីតំបន់ Molo នៃខេត្ត Nusa Tenggara ខាងកើតដែលបានថ្លែងនៅឯសន្និសីទអាម៉ានកាលពីថ្ងៃសុក្រសប្តាហ៍មុនបាននិយាយថាអវត្តមានរបស់ប្រធានាធិបតីជូកូវីនៅសប្តាហ៍នេះជាការបរាជ័យដ៏គោលដៅផ្ដាច់ព័ទ្ធរបស់យើងដើម្បីផ្ទេរព្រៃឈើទាំងអស់ចំនួន8លានហិកតាទៅឲ្យសហគមន៍ជនជាតិភាគតិចក្នុងពេលដ៏សំខាន់នេះយើងនឹងត្រូវបន្តធ្វើការប្រយុទ្ធនៅមូលដ្ឋានដើម្បីការពារដីរបស់យើងនៅដើមខែនេះលោកស្រីបាអ៊ុនដែលគេស្គាល់ថា Mama Aleta បានចាប់ផ្ដើមកិច្ចផ្ដួចផ្ដើមដែលមានទឹកប្រាក់$100,000
ដោយមានថវិកាមកពីពានរង្វាន់បរិស្ថានមាសរបស់លោកស្រីដើម្បីជួយស្ត្រីនៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសឥណ្ឌូនេស៊ីដើម្បីប្រយុទ្ធសម្រាប់បុព្វហេតុបរិស្ថានលោកស្រីល្បីល្បាញចំពោះការរៀបចំការតវ៉ាដោយសន្តិវិធីដែលមានរយៈពេល1ឆ្នាំប្រឆាំងនឹងការធ្វើអាជីវកម្មថ្មម៉ាបនៅទីកន្លែងពិសិដ្ឋម៉ូឡូលោកគីណារ៉ាងប៊យជាជនជាតិភាគតិចបាឡាំងហ្គាន់ដៃយ៉ាមកពីតំបន់កាលីម៉ាតាន់ភាគខាងត្បូងបាននិយាយថាសហគមន៍របស់លោកបានស្ថិតនៅក្នុងស្ថានភាពដ៏លំបាកខណៈដែលរដ្ឋាភិបាលបានពន្យាពេលការផ្ទេរដីជាផ្លូវការនេះលោកបានប្រាប់ VOA ថាការជ្រើសរើសទឹកដីរបស់យើងជាព្រៃសម្រាប់ជនជាតិភាគតិចតាមការពិតមិនបានរារាំងសកម្មភាពណាមួយទេរួមទាំងការធ្វើកសិដ្ឋានឬការធ្វើសួនច្បារនៅលើតំបន់ព្រៃដែលបានការពារនោះទោះជាយ៉ាងណាក៏ដោយនៅពេលដែលយើងព្យាយាមប្រើប្រាស់ដីនោះជួនកាលយើងត្រូវបានទទួលទោសពៃដោយគ្មានច្បាប់ដែលកំណត់ពីការប្រើប្រាស់ដីនោះការអនុវត្តរបស់ជនជាតិភាគតិចភាគច្រើនជាការខុសច្បាប់បើតាមបច្ចេកទេសយើងមានសិទ្ធិដីធ្លីដែលជាទំនៀមទម្លាប់ដែលមិនទាន់คล้ายទៅជាច្បាប់នៅឡើយក៏ប៉ុន្តែយើងប្រើប្រាស់ដីរបស់យើងសម្រាប់ផលប្រយោជន៍ជាច្រើនដូចជាចិញ្ចឹមឃ្មុំដាំទុរេននិងផ្លែឈើហើយនឹងថែរក្សាផ្នូរខ្មោចសរីរកធាតុនិងពិធីបែបប្រពៃណីរបស់បុព្វបុរសយើងលោក Moira Moiliono នៃមជ្ឈមណ្ឌលស្រាវជ្រាវព្រៃឈើអន្តរជាតិនិយាយថារដ្ឋាភិបាលហាក់ដូចជាមានការស្ទាក់ស្ទើរដើម្បីផ្ទេរសិទ្ធិត្រួតត្រាព្រៃឈើនេះហើយមួយផ្នែកដោយសារការប្រឆាំងជំទាស់ការផ្លាស់ប្ដូរនេះហើយមួយផ្នែកទៀតដោយសារការខ្វះទំនុកចិត្តថាមនុស្សផ្សេងទៀតអាចរៀបចំចាត់ចែងព្រៃឈើនេះបានទោះជាយ៉ាងនោះក៏ដោយការរៀបចំចាត់ចែងព្រៃឈើរបស់រដ្ឋាភិបាលមិនមានភាពប្រសើរឡើងនោះទេគឺព្រៃឈើក៏បានត្រូវគេប្រើប្រាស់ឬក៏អភិរក្សប្រហែលដោយដឹងថាពួកគេមិនអាចឃ្លាំមើលនិងប្រតិបត្តិច្បាប់លើក្រុមហ៊ុនសាជីវកម្មបានពួកគេក៏បានដឹងដែរថាពួកគេមិនអាចឃ្លាំមើលថាតើសហគមន៍រៀបចំចាត់ចែងព្រៃឈើនោះយ៉ាងដូចម្តេចបានគេបានកត់សម្គាល់ថាការផ្ទេរដីទៅឲ្យជនជាតិភាគតិចកាន់កាប់មិនមែនមានន័យថាសកម្មភាពរបស់ក្រុមហ៊ុនសាជីវកម្មត្រូវតែបញ្ចប់នៅទីនោះទេឧទាហរណ៍ដីដែលបានប្រគល់ទៅឲ្យជនជាតិភាគតិចកាចាងនៅក្នុងខេត្តស៊ូឡាវ៉ាស៊ីភាគខាងត្បូងការកាប់ឈើនៅតែធ្វើទោះបីជានៅក្នុងតំបន់ដែលត្រូវបានកំណត់ដោយច្បាប់ទំនៀមទម្លាប់របស់ជនជាតិកាចាងក៏ដោយយោងតាមរបាយការណ៍ឆ្នាំ2016ពីវិទ្យាស្ថានប្រភពធនធានសកលលោកនិងមជ្ឈមណ្ឌលស្រាវជ្រាវ Woods Hole បានប្រាប់ឲ្យដឹងថាជោគវាសនាព្រៃឈើតំបន់ត្រូពិកនៃប្រទេសឥណ្ឌូនេស៊ីក៏មានផលប៉ះពាល់ដល់អាកាសធាតុសកលលោកដែរជាង 1/4 នៃកាបូនទាំងអស់បានបង្កប់នៅក្នុងព្រៃតំបន់ត្រូពិកដែលស្ថិតនៅលើទឹកដីរបស់ជនជាតិភាគតិចយោងតាមរបាយការណ៍នោះបានប្រាប់ឲ្យដឹងថាកាបូននៅក្រោមដីជួយធ្វើឲ្យដីត្រជាក់ហើយមួយផ្នែកទៀតកាត់បន្ថយផលប៉ះពាល់នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់និងការឡើងកម្ដៅផែនដីការផ្ដល់អំណាចដល់សហគមន៍ជនជាតិភាគតិចដើម្បីការពារព្រៃឈើទាំងនោះជាការបន្ទាន់ដើម្បីធ្វើឲ្យមានស្ថិរភាពដល់អាកាសធាតុរបស់ផែនដីក្នុងប៉ុន្មានទសវត្សរ៍ខាងមុខទៀតលោកគីណារ៉ាងបាននិយាយទៀតថាយើងរងចាំដើម្បីឲ្យព្រៃឈើរបស់យើងបានទទួលការការពារយើងបានអត់ធ្មត់នៅលើទឹកដីរបស់យើងជាយូរយារណាស់មកហើយយើងមិនមានគម្រោងទិញឬលក់ព្រៃឈើទាំងនោះនៅពេលណាមួយនៅថ្ងៃអនាគតនោះទេពីរដ្ឋធានី Washington ខ្ញុំជឹងពូជីន VOA តទៅនេះជាបទពិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរដ្ឋាភិបាលអាមេរិកនៅក្នុងពិភពលោកមួយដែលសន្តិសុខជាតិពឹងពាក់ខ្លាំងឡើងលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលមានទឹកចិត្តដូចគ្នាសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសដៃគូយូរយារមកហើយនិងបង្កើតភាពដៃគូថ្មីនិងមានភាពបញ្ចូលថ្មីដើម្បីជំរុញទៅមុខគោលដៅសន្តិសុខទៅវិញទៅមករបស់យើងការិយាល័យកិច្ចការនយោបាយនិងយោធានៃក្រសួងការបរទេសសហរដ្ឋអាមេរិកភ្ជាប់ជាមួយគ្នាជាមួយក្រសួងការបរទេសក្រសួងការពារប្រទេសសភាសហរដ្ឋអាមេរិកនិងឧស្សាហកម្មផលិតអាវុធសហរដ្ឋអាមេរិកនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយដើម្បីជួយកែលម្អសមត្ថភាពការពារសន្តិសុខរបស់សម្ព័ន្ធមិត្តយើងនៅទូទាំងពិភពលោកយើងធ្វើដូចនេះដោយផ្ដល់ឲ្យពួកគេនៅប្រដាប់ប្រដានឹងការវឹកវើជាចាំបាច់ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពដល់ឧបសគ្គខាងសន្តិសុខ
ធ្ងន់ធ្ងរបំផុតលោក David McKibbe មន្ត្រីកិច្ចការសាធារណៈនៅឯការិយាល័យកិច្ចការនយោបាយនិងកិច្ចការយោធាបានសរសេរការពីពេលថ្មីៗនេះនៅក្នុងបណ្ដាញអ៊ីនធឺណិតថាយើងធ្វើការនៅទូទាំងពិភពលោកដោយជួយប្រទេសអ៊ីរ៉ាក់និងពួកដៃគូរបស់យើងក្នុងក្រុមចម្រុះដើម្បីធ្វើឲ្យមានការចំណេញប្រឆាំងនឹងពួក ISIS គាំទ្រប្រទេសជាតិនានានៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ឲ្យថែរក្សាដែនទឹករបស់ពួកគេនិងឈរជាមួយពួកដៃគូរបស់យើងនៅទូទាំងទ្វីបអាហ្វ្រិកប្រឆាំងនឹងពួកភេរវជនដូចជាពួក Boko Haram និងពួក Al-Shabaab ជាដើមក្នុងចំណោមឧបសគ្គឯទៀតដើម្បីជួយឲ្យសម្រេចគោលដៅនេះការិយាល័យកិច្ចការនយោបាយនិងកិច្ចការយោធាមើលការខុសត្រូវលើទឹកប្រាក់$6,000 លាននៃកម្មវិធីជំនួយសន្តិសុខដែលមានន័យជួយពួកដៃគូរបស់យើងធ្វើវិនិយោគក្នុងការវឹកវើក្នុងសហរដ្ឋអាមេរិកនិងការទិញសម្ភារៈផលិតក្នុងសហរដ្ឋអាមេរិកនៅពេលជាមួយគ្នានេះប្រព័ន្ធលក់គ្រឿងឧបករណ៍យោធាឲ្យបរទេសដែលជាគ្រឿងឧបករណ៍នៃគោលនយោបាយការបរទេសមួយដែលមានមុខនីតិជាទម្រង់មួយនៃជំនួយខាងសន្តិសុខអនុញ្ញាតឲ្យសហរដ្ឋអាមេរិកផ្ទេរគ្រឿងឧបករណ៍និងសេវាខាងការពារប្រទេសទៅឲ្យពួកដៃគូរបស់យើងនៅទូទាំងពិភពលោកផងដែរជាដំបូងការផ្ទេរបែបនេះណាមួយត្រូវឆ្លងកាត់ដំណើរការពិនិត្យវិច័យរត់សាបមួយពីព្រោះនៅមុនមានការយល់ព្រមដល់ការលក់សម្ភារៈទាំងនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវថ្លឹងថ្លែងដោយប្រុងប្រយ័ត្នអំពីកត្តាមួយចំនួនធំដើម្បីធ្វើឲ្យប្រកាសប្រជាថាការផ្ទេរបែបនេះនៃយុទ្ធឧបករណ៍ទំនើបកម្រិតខ្ពស់មានធ្វើត្រឹមត្រូវតាមគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកជាទីបញ្ចប់កម្មវិធី Lead Nation Procurement Initiative អនុញ្ញាតឲ្យពួកសម្ព័ន្ធមិត្តរបស់យើងក្នុងអង្គការអូតង់ផ្ទេរទៅឲ្យប្រទេសជាសមាជិកឯទៀតនៃអង្គការអូតង់នៅគ្រឿងឧបករណ៍យោធាទិញពីប្រទេសអាមេរិកដូច្នេះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកអាចថែរក្សាឲ្យមានភាពទូទន់កាត់បន្ថយសហួយតែនៅតែរក្សាសមត្ថភាពតាមដានគ្រឿងឧបករណ៍ទាំងនេះបានលោក David McKibbe មន្ត្រីកិច្ចការសាធារណៈបានសរសេរថាទោះណាជាយើងប្រហែលមិនដឹងអំពីអ្វីជាឧបសគ្គធំនៅពេលក្រោយដល់សន្តិសុខអន្តរជាតិដែលនឹងលេចឡើងក៏ដោយក៏លោកអ្នកអាចសង្ឃឹមលើការបដិញ្ញាតទៅទៀតរបស់សហរដ្ឋអាមេរិកដល់ការធ្វើសកម្មភាពដល់ការពង្រឹងសម្ព័ន្ធមិត្តនិងដៃគូរបស់យើងនិងដល់ការថែរក្សាសហរដ្ឋអាមេរិកផងដែរ